Ok, số sau đâyទាំងអស់គ្នាហើយក៏សួស្តីទៅកាន់ខ្លួនឯងដែលនៅពេលខាងមុខ5ឆ្នាំទៀតអូខេហើយនេះគឺជាវីដេអូទី1តាក់ទងទៅនឹង content ក៏ដូចជា challenge មួយដែលធ្វើទៅលើខ្លួនឯងដែលយើងឲ្យឈ្មោះវាថា lifetime documentary អូខេបាទអញ្ចឹងយើងនឹងធ្វើ day 1 បាទ day 1គឺយើងនឹង report ការគិតក៏ដូចជា activity ផ្សេងៗក៏ដូចជា situation ដែលវា occur នៅក្នុងជីវិតរបស់ខ្ញុំខ្លួនឯងហ្នឹងប្រចាំថ្ងៃណាមួយថ្ងៃហ្នឹងគឺខ្ញុំនឹងព្យាយាម record វាទុកជាឯកសារមើលខ្លួនឯងទៅមុខហើយសង្ឃឹមថាអាចនឹងមានគេមើលដែរព្រោះរយៈក្រោយនេះយើងមានអារម្មណ៍ថាហៅថាវង្វេងជាមួយខ្លួនឯងក៏ដូចជាការគិតមានភាពស្មារតីញ៉ៃអីជាងមុនហ្នឹងដែរអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើ lifetime documentary នៅថ្ងៃទី20ខែ4 2025 day 1 ត្រូវជាថ្ងៃអាទិត្យអូខេជាក់ស្ដែងថ្ងៃដែល record day 1ថ្ងៃ20នេះគឺជាថ្ងៃ21ដោយសារតែថ្ងៃ20ពេលយប់ហ្នឹងយើង record អត់កើតវាល្ងឹតពេកអូខេអញ្ចឹងតើតងនឹងថ្ងៃទី20យើងបានរៀនពីចំណុចមួយចំនួនបាទទី1គឺបានស្វែងយល់បាន figure out ថាហេតុអីបានជាខ្ញុំខ្លួនឯងក៏ដូចជាមនុស្សដទៃអីតែងតែមានខែតការពិបាកចិត្តបាទអញ្ចឹងក្រោយពីយើងស្វែងយល់ហើយនឹងមើលវីដេអូគេផ្សេងៗមកយើងឃើញថាអាការពិបាកចិត្តហ្នឹងតាមពិតទៅវាកើតឡើងពីការគិតរបស់យើងដោយសារតែយើង stressful យើងគិតនិយាយថាយើងគិតតាក់ទងនឹងរឿងរ៉ាវក៏ដូចជាបញ្ហាច្រើនក្នុងពេលតែមួយហើយរឿងខ្លះវាអត់ទាន់នឹងកើតឡើងអត់ទាន់នឹងមានទេតែយើងចាប់ផ្ដើមគិតរហូតដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងអត់មានអារម្មណ៍ទៅធ្វើអីផ្សេងគិតតែពី stress មកណាស់ហ្នឹងទៅអញ្ចឹងវាធ្វើឲ្យយើងពិបាកចិត្តហើយចាប់ផ្ដើមអន់ចិត្តជាមួយខ្លួនឯងឬក៏ចាប់ផ្ដើម blame yourself something like that បន្ទោសខ្លួនឯងអីចឹងណាបាទទី2ដែលខ្ញុំបានស្វែងយល់ឃើញគឺក្រោយពីយើងគិតខុសហ្នឹងទៅយើងធ្វើឲ្យយើងដើរលើ track ខុសទៅធ្វើឲ្យជីវិតរបស់យើងហ្នឹងវាកាន់តែឆ្ពោះទៅរកផ្លូវមួយគេហៅថា the wrong ways អញ្ចឹងណាអញ្ចឹងចាប់ពី day 1 ដែលត្រូវនឹងថ្ងៃ20 April គឺយើងបានរៀបចំជីវិតឡើងវិញទៅតនឹង activity ក៏ដូចជា schedule ផ្សេងដែលយើងត្រូវធ្វើជាប្រចាំថ្ងៃជា section ផ្សេងដែរអញ្ចឹងចំណុចទី1គឺខ្ញុំបានស្វែងយល់ពីការបាក់ចិត្តទី2គឺបានរៀបចំជីវិតឡើងវិញហើយចំណុចទី3គឺតកតងនឹងផ្នែកមួយនៃរឿងបាក់ចិត្តហ្នឹងគឺស្មានយើងចូលដល់វ័យ20ជាងបាទឥឡូវខ្ញុំគឺមក21ឆ្នាំ6ខែបាទយើងចាប់ផ្ដើមស្មានតទៅនឹង future career future plan អនាគតផ្លូវដើរបន្ទាប់កន្លែងបន្ទាប់អីដែលយើងត្រូវទៅផ្សេងៗអញ្ចឹងណាដល់ពេលយើងគិតពីវាច្រើនយើង stress ច្រើនរហូតធ្វើឲ្យវា affect ទៅដល់the present វាប៉ះពាល់ដល់ជីវិតយើងពេលបច្ចុប្បន្នណាបើន័យថាយើងគិតអារឿងហ្នឹងមិនទាន់កើតឡើងច្រើនពេកពិបាកចិត្តពេកទេធ្វើអាជីវិតពេលបច្ចុប្បន្ននេះវាមានគេថាការខូចខាតប៉ះទាំងគិតវាឡើង happy វាឡើង enjoy ដូចមុនវាឡើងល្អដូចមុនអីយ៉ាងដែរគឺដោយសារតែអារម្មណ៍យើងអត់ល្អអញ្ចឹងអាពេលដែលយើង spend lifetime ក្នុងពេលឥឡូវហ្នឹងក៏វាអត់បានល្អដែរអញ្ចឹងណាអញ្ចឹងអីដែលថា update សម្រាប់ day 1 គឺមានប៉ុណ្ណឹងអូខេហើយ let's see ចាំមើលទាំងអស់គ្នាទៅថាយើងកែប្រែបានប៉ុណ្ណាហើយ5ឆ្នាំទៅមុខវានឹងទៅជាយ៉ាងណាអូខេ bye bye thank you